បាទសួស្តីលោកគ្រូចឹងយើងបន្តទៀតតទៅនឹងរបៀបប្រើប្រាស់ចឹងបន្ទាប់ពីយើងបញ្ចូលប្រវត្តិរូបសិស្សអីហើយលោកគ្រូអាចពិនិត្យលើបញ្ជីនាមនេះបាទយើងទាញអានេះមកក្រោមនេះមកចុចលើវាហើយយើងនេះចុចលើបន្តក្រោមនេះទាញវាឲ្យស្មើក្រោមមកបាទទាញវាឲ្យស្មើតាមចំនួនសិស្សរបស់យើងមកណាបាទសេរីវាមកបើសិនជាករណីកន្លែងនេះអីវាជាប់អីចឹងលោកគ្រូអាចសេរីបានអានេះអត់អីទេកុំឲ្យទៅលុបមកចុចសេរីចឹងបានអត់បញ្ហាទេណានេះអីមុន print យើងនេះវាទៅហើយលេខ0មិនឆ្ងល់ទេពេលដែលយើងបញ្ចូលតន័យគ្រប់ពីក្នុងប្រព័ន្ធខាងនោះមកវាអត់លោតឲ្យទៀតទេបាទអញ្ចឹងតោះយើងចូលទី2គឺតើតើការប្រើប្រាស់បន្ទុកអញ្ចឹងយើងចុចលើវាមកបាទករណីលោកគ្រូនេះយើងឈ្មោះយើងពេលដែលយើងបញ្ចូលក្នុងប្រព័ន្ធមិញហើយវាចូលហើយអញ្ចឹងវាចូលអស់ហើយអញ្ចឹងពេលដែលចូលបានប៉ុណ្ណឹងហើយករណីបន្ទុករបស់ខ្ញុំមានលោកគ្រូអាចលុបតែហាម select ចឹងណាកាលណា select អញ្ចឹងគឺដាច់រូបមុនហើយអញ្ចឹង select ត្រឹមកន្លែងណាដែលអត់មានពណ៌ select វាត្រឹមកន្លែងណាអត់ពណ៌មកហើយយើងចុច key delete នៅលើ keyboard របស់យើងទៅចុចទៅវាលុបបាទលោកគ្រូមិនបាច់បារម្ភថាអូមិនបានវាលោតលេខ0លោតលេខអីចឹងឯងលោតសញ្ញាត្រង់ជ្រូកចឹងឯងដោយសារហ្នឹងវាខ្ញុំចង់រូបមន្តហើយខ្ញុំអត់លាក់វាអញ្ចឹងវាលោតចឹងឯណាបាទពេលលុបប៉ុណ្ណឹងហើយគឺអានេះត្រាំបន្ទុករបស់យើងហើយអញ្ចឹងបើលោកគ្រូចង់បញ្ចូលបន្ទុកអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងបញ្ចូល10មុខអញ្ចឹងឧទាហរណ៍យើងបញ្ចូល10មុខតែទូទៅបញ្ចូល11 12អីណោះអញ្ចឹងយើងបញ្ចូលឥឡូវយើងបញ្ចូលសិនបាទថង5យើងរាប់វាបញ្ចូល1គឺយើងរាប់1មុខណា1មុខ2មុខ3មុខ4មុខ5មុខ6មុខ7មុខបាទ8មុខ9មុខ10មុខ6មុខ12មុខអីចឹងទៅបាទអញ្ចឹងយើងរាប់អញ្ចឹងណាមិនយើងរាប់មុខវិជ្ជាគោលនេះគឺរាប់តាមចំនួនមុខវិជ្ជារងតូចនេះណាហាមរាប់អាពណ៌នេះអត់រាប់ទេលោកគ្រូនេះព្រោះនេះខ្ញុំយកពីរូបមន្តយើងចុចមើលទៅឃើញនេះបាទគឺខ្ញុំបូកពីអានេះមកទេមកជុំភាគពីអានេះមកទេណាជាមកជុំភាគរបស់មុខវិជ្ជាទេអញ្ចឹងយើងចែកមិញ12មុខណាយើងរាប់មក1 2 3 4 5 6 7 8 9 10 11 12បាទអញ្ចឹងយើងប្រឡង12មុខកាលណាលោកគ្រូប្រឡង12មុខយើងត្រូវសរសេរលេខនេះ12ដែរមិនសរសេរគឺយើងចុចលេខនេះឃើញទេចុចនេះមកបាទឧទាហរណ៍យើងប្រឡងដល់13មុខទៀតអញ្ចឹងយើងត្រូវសរសេរលេខ13ណាចុចខាងលើនេះចុចអាសញ្ញានេះប៊ូតុងនេះឡើងលើគឺរាប់កើនអានេះគឺរាប់ចុះឃើញទេអញ្ចឹង13អញ្ចឹងវាចែកឲ្យហើយឥឡូវខ្ញុំ copy អានឹងដាក់ឧទាហរណ៍ខ្ញុំដាក់ថា5អ្នកសិនទេពេលផាសត្រូវចាំថានៅក្នុងនេះទាំងអស់លោកគ្រូកុំចុច Ctrl V ចុចផាសនេះផាសលេខ1 2 3នេះអញ្ចឹងដើម្បីកុំឲ្យវាជាប់រូបមន្តមកពីណាពីណីមកណាបាទឥឡូវខ្ញុំយកធំលេខ5ទៅផាសវាបាទអញ្ចឹងយើងផាសវាយ៉ាងមកនេះដូចគ្នាដែរខ្ញុំ copy មកខ្ញុំផាសវាអានេះដូចគ្នាដែរយើងផាសដែរមកចឹងដល់ពេលដែលយើងបានបញ្ចូលបន្ទុកអស់ហើយចឹងលោកគ្រូអាចមើលហើយនៅទីនេះយើងហាមសតហាមអីទាំងអស់បាទអត់មានសតអត់មានអីទៀតទេមិនបាច់សតទេណានេះយើងសតយើងត្រូវចូលនៅទីនេះចឹងលោកគ្រូពេលដែលដាក់ទី1យើងប្រឡងប្រមាណមុខយើងត្រូវសរសេរលេខហ្នឹងឲ្យបានប៉ុណ្ណឹងដែរប្រឡង13រាប់ឃើញ13យើងដាក់លេខ13រាប់14យើងប្រឡង14មុខយើងដាក់លេខ14ដែរតានេះរាប់មុខវិជ្ជារងរបស់វាណាហើយហាមរាប់តារាងពណ៌បន្ទាប់ពីបញ្ចូលហើយលោកគ្រូចុចសតបាទអញ្ចឹងចុចពាក្យសតនេះមកលោកគ្រូនៅក្នុងនេះអត់ហត់សតអីទេគ្រាន់តែចុចសតហើយគឺយើងចូលមកគឺវាត្រៀបលំដាប់ហើយស្រេចហើយគេលំដាប់ចំណាត់ថ្នាក់ឈ្មោះហ្នឹងវាលោតចូលអូតូម៉ាទិកដែរទេហើយអ្វីដែលសំខាន់នេះលោកគ្រូមើលកន្លែងនេះមួយណាបាទមើលកន្លែងនេះឃើញទេកន្លែងនេះមិនបានវាអត់លោតឲ្យរៀងដោយសារតែកន្លែងនេះយើង
ដាក់រូបមន្តមកវាខុសរូបមន្តអញ្ចឹងលោកគ្រូនៅគ្រូកែបានតិចបានណាអញ្ចឹងលោកគ្រូនៅគ្រូយកម៉ៅដាក់កន្លែងនេះមកតទៀតនេះយើងឃើញនៅលើនេះលោកគ្រូនៅគ្រូ select លើលេខហ្នឹងមកអក្សរ A39 ហើយយកមកចុចលើលេខ31នេះចុចឲ្យ enter មកបាទឃើញទេចុច enter ហើយវា load 32អញ្ចឹងលោកគ្រូនៅគ្រូយកម៉ៅដាក់លេខ32នឹងហើយចុចឲ្យចំនេះយកម៉ៅរបស់យើងដាក់ឲ្យចំជ្រុងនេះមកអូសវាមកក្រោមមកអូសមកដល់ត្រឹមតារាងរបស់យើងនេះត្រឹមតារាងនេះមកអញ្ចឹងវានឹង load លេខរៀងហ្នឹងត្រូវ automatic ទេបាទអញ្ចឹងសូមស្រេកន្លែងហ្នឹងបន្តិចណាបាទសម្រាប់លោកគ្រូដែលយកទៅមុនហើយយើងទាញឈ្មោះបានបាទអីទេករណីបើ print ដាច់ print អីចាំប្រាប់ខ្ញុំនឹងបង្ហាញបន្ថែមទៀតណាលោកគ្រូអញ្ចឹងប៉ុណ្ណឹងហើយយើងគ្រាន់តែទាញតារាងឈ្មោះទាញអីទៅគឺ print បានប៉ុណ្ណឹងយើង print preview ទៅបាទ print បានបាទនេះសម្រាប់លោកគ្រូដែលមានសិស្សច្រើនបើសិស្សតិចយើងចូល print នេះមកបាទអញ្ចឹងយើងឃើញជាន់អញ្ចឹងយើងចុចលើវាមួយមកហើយយើងទាញវាមកក្រោមមកប៉ុណ្ណេះមកបានណាបាទប៉ុណ្ណឹង print បានអញ្ចឹងអត់ហត់អីទៀតទេយើងដូរថ្ងៃខែកន្លែងមិញមកនេះដូរថ្ងៃខែនៅកន្លែងណាបាទនេះដូរថ្ងៃខែកន្លែងនេះលោកគ្រូចុចដូរថ្ងៃខែតែហ្នឹងមកបាទសរសេរវាទៅសរសេរខ្លួនឯងថ្ងៃខែបាទសរសេរយ៉ាងម៉េចគឺវាលោតចូលអញ្ចឹងហើយណាបាទអញ្ចឹងប៉ុណ្ណឹងយើងអាច print បានបាទចូល print មកចុច control P preview សាក់មើលមក print អាហ្នឹងក៏បាន print ណាមួយទៀតក៏បានបាទបន្ទាប់ពីចំណាត់ថ្នាក់ហើយលោកគ្រូអាច print តារាងកិត្តិយសអញ្ចឹងក៏វាលោតចូល automatic ដែរនេះលោកគ្រូឃើញហើយវាលេខ1ដល់លេខ5ណាបើលេខ5ជាន់គ្នាវាលោតចូលទេអញ្ចឹងលោកគ្រូធ្វើម៉េចជួយសេរីបន្ទុករបស់សិស្សហ្នឹងកុំឲ្យមានលេខ5ជាន់គ្នាតែឱកាសនេះសិស្សវាប្រឡងបានលេខ5ជាន់គ្នាអាហ្នឹងក៏អត់លោតចូលដែរលោតអ្នកណាដែលមានលំដាប់បន្ទុកខ្ពស់ជាងបាទខ្ពស់បន្ទុយបន្តិចក៏វាលោតចូលដែរអញ្ចឹងណាព្រោះនៅក្នុងហ្នឹងវាអាចមានលេខលំអៀងករណីលោកគ្រូមានលេខក្បៀសអីចឹងណាបាទអញ្ចឹងអានេះមានតារាងមាន2 mode អានេះ mode ទី1បាទហើយនឹងនេះជា mode ទី2អញ្ចឹងលោកគ្រូ print មួយណាក៏បានដែរហើយថ្ងៃខែវាដូរតាមអានេះទាំងអស់ទេប៉ុណ្ណឹងតើតងរបៀបបញ្ចូលបន្ទុកបើសិនជាលោកគ្រូមានចម្ងល់ទៀតបាទសួរបន្ថែមបាទអញ្ចឹងអរគុណច្រើនយើងជួបគ្នាជាមួយនឹងរបៀបប្រើប្រាស់តារាងផ្សេងទៀតអរគុណច្រើន